បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាដែលតាមដានเพจជួយគ្នាថ្ងៃនេះបេសកកម្មទី2របស់ខ្ញុំបានជួបលោកពូហើយគឺបេសកកម្មរបស់យើងគឺចង់និយាយថាតាមរោគប្រជាពលរដ្ឋយើងដែលគាត់នៅតែប្រកបមុខរបរដោយយកកង់ជាយានដើម្បីនឹងប្រកបមុខរបររស់ស៊ីហើយដោយសារតែប្រទេសយើងកំពុងតែអភិវឌ្ឍក្រោមកម្ដៅថ្ងៃអញ្ចឹងមនុស្សគ្រប់គ្នាកំពុងតែខំប្រឹងរស់ស៊ីអ្នកខ្លះក៏មានឡានអ្នកខ្លះក៏មានម៉ូតូអ្នកខ្លះក៏ជីវភាពក្រខ្សត់ក៏កំពុងតែធាក់កង់ធ្វើការអ្នកខ្លះក៏កំពុងតែដើរដែរអញ្ចឹងថ្ងៃនេះខ្ញុំបានមកជួបពូហើយបាទសួរពូបាទចង់ដឹងថាពូប្រកបមុខរបរធាក់កង់ដឹកមុងខ្លាយនេះប្រហែលឆ្នាំប្រហែលខែហើយ7 ឆ្នាំ7 ឆ្នាំជិត10ឆ្នាំហើយណានៅតែមុខរបរនោះវានៅតែឡើងអត់រួចថាចំណេញវាអត់បានគ្រប់គ្រាន់នឹងទិញម៉ូតូជិះបាទចង់និយាយពូធាក់មកពីណាវិញពូខាងទួលប្រូបាយដៃ LV stop ទួលប្រូយើងហ្នឹងតែមួយតែបងប្អូនយើងផ្នែកហ្នឹងបាទប៉ុន្តែពូមកពីខេត្តបាទខេត្តកែវពូមកពីខេត្តតាកែវបងប្អូនម៉ានេះគាត់ធាក់កង់មកពីខេត្តតាកែវហើយមកស្នាក់នៅផ្ទះបងប្អូនប្រកបមុខរបរហើយម៉ានថ្ងៃបានទៅស្រុកវិញខែនេះអូនចូលមួយខែជាងមួយខែកន្លះមួយខែជាងបានលក់អស់ម៉ានេះបានទៅវិញមែនលក់ដាច់ជាងលេថែមលក់ទៀតណាតែឡើងលក់ទៀតលក់បានលុយផងកប់លាក់ទៅឲ្យគ្រួសារនៅស្រុកចុះវ៉ាន់នេះយកមកពីណាមកទួលប្រូដឹកទៅប្រវត្តិប្រាំងសាលាតកែគេដឹកយកឲ្យក្មួយនៅអញ្ចឹងទួលប្រូហ្នឹងបាទអញ្ចឹងពូនេះទៅហើយពូប្រកបមុខរបរនេះចូល7 8ឆ្នាំហើយបងប្អូនប៉ុន្តែដោយសារតែមុខរបរចង់និយាយថាចំណេញតិចតួចណាมันអាចដែលយើងសំគាត់ទៅមុខបានវិវត្តទៅទិញម៉ូតូព្រោះឥឡូវឃើញមានគេទិញម៉ូតូទិញលម្អគេដឹកបានច្រើនមែនទេពូមុខរបរពូអាចវិវត្តទៅអញ្ចឹងប៉ុន្តែពូអត់ទាន់អាចវិវត្តទៅបានហើយថ្ងៃនេះខ្ញុំមិនមានអីទេកម្មវិធីเพจជួយគ្នានេះគឺបានការឧបត្ថម្ភពីសប្បុរសជនយើងផ្សេងហើយកម្មវិធីលើកនេះគឺបានការឧបត្ថម្ភអំពីផ្ទះប៊ូហ្វេសូឡាដែលគាត់គឺជាមនុស្សចិត្តល្អហើយគាត់ឃើញសកម្មភាពកម្មវិធីเพจជួយគ្នាហ្នឹងនិយាយទៅយើងដើរជួយគ្នាទៅវិញទៅមកអ្វីដែលយើងជួយបានជាងក៏គាត់បន្តឧបត្ថម្ភដើម្បីឲ្យកម្មវិធីនេះដំណើរការនេះជាកម្មវិធីទី2ហើយដែលបានជួបពូលើកមុនខ្ញុំបានជួបពូម្នាក់ទៀតនៅសាថ្មីដែលគាត់ធាក់កង់ដែរតាំងពីគាត់ដឹកអីវ៉ាន់គាត់តាំងពីស្វាយរៀងមកដូចគ្នានេះមកពូមកពីតកែវអញ្ចឹងខ្ញុំអត់មានអីទេសូមឲ្យសប្បុរសជនដែលបានមើលឃើញពូអាណិតពូខ្ញុំនឹងដាក់លេខទូរស័ព្ទពូមាន QR code ខ្ញុំអាចថត QR code ដាក់នៅក្នុង comment មិនសិនទេណាគេចង់ជួយពូចង់ផ្ដល់ម៉ូតូឲ្យពូដើម្បីឲ្យពូបានវិវត្តទៅមុខបានដឹកអីវ៉ាន់ច្រើនជាងនេះបានដាក់លម្អដាក់អីដូចគេអញ្ចឹងណាអញ្ចឹងតាមលទ្ធភាពបាទនេះយើងជួយគ្នាទៅវិញទៅមកក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរយើងចង់អភិវឌ្ឍប្រទេសយើងចង់ជួយជាតិយើងចង់ជួយប្រជាជនយើងធ្វើម៉េចឲ្យយើងមានបានទាំងអស់គ្នាស្បូរសប្បាយទាំងអស់គ្នាបាទខ្ញុំមានតែប៉ុណ្ណឹងទេហើយសូមអរគុណផ្ទះវេសូឡាម្ដងទៀតដែលបានជួយឧបត្ថម្ភពូចំនួនទឹកប្រាក់100000ពូ2 3 4 5 6 7 8 4 10ណាសូមដាំថ្មឲ្យសូមទុកគាត់ដល់សប្តាហ៍បានល្អនេះបាទផ្នាអញ្ចឹងណាពូមិនសូវជាបានជុំមាត់ក៏បាទទីនេះគឺជាកន្លែងប៊ូហ្វេដែលមានដាក់ឈ្មោះថាប៊ូហ្វេផ្ទះប៊ូហ្វេហើយតម្លៃគឺ$7.50បានន័យថាហូបមួយឆ្អែតតែម្ដងបានន័យថាបើកពីម៉ោង4ដល់ម៉ោង10យប់អញ្ចឹងបងប្អូនដែលនៅម្ដុំនេះហៅផ្លូវសូឡាហើយសួររត់ចេញពីទូបាយ័នមកខាងនេះមកមានសាឡាគីបាទអញ្ចឹងបងប្អូននៅជុំនេះអាចមកបានហើយដាច់មែនទែនមកអត់ទាន់ស្មានដែរផងចង់និយាយថាមានមនុស្សចូលចិត្តពេញហើយនៅកន្លែងនេះគឺទទួលបានដូច120តុកចំនួនមនុស្សអាចទទួលបានរហូតដល់400ទៅ500នាក់យើងមានខាងក្រោមហើយយើងមានខាងលើហើយយើងមិនបាច់បារម្ភទេចង់និយាយថាទោះបីរដូវនេះរដូវភ្លៀងក៏ដោយយើងមានដបូល